ក្រុមគ្រួសារគូសង្សារមិត្តភ័ក្តិក្នុងមហាសុភមង្គលមួយដល់ឧត្តមប៉ុន្តែពេលខ្លះព្រំលិខិតហាក់បីដូចជាគំរាមទាបសង្កត់ទារុណកម្មផ្លូវចិត្តយ៉ាងខ្លាំងគឺមិនត្រឹមតែមិនបានជួបជុំមនុស្សដែលស្រឡាញ់ប៉ុណ្ណោះទេជីវិតយើងត្រូវរសាត់ឆ្ងាយពីស្រុកកំណើតពីអ្នកដែលយើងស្រឡាញ់ស្មើជីវិតតើនេះបណ្ដាលមកពីមូលហេតុអ្វីទៅយើងខ្ញុំអ្នករៀបរៀងយល់ថាកើតមកជាមនុស្សគ្មានជនណាមួយជៀសផុតពីសេចក្តីទុក្ខបានទេប៉ុន្តែអ្វីដែលយើងស្ដាយអ្វីដែលយើងនឹករលឹកបំផុតនោះគឺភូមិកំណើតញាតិមិត្តបងប្អូនគូសង្សារបិតាមាតាជាទីគោរពដែលជីវិតយើងទាំងពីរក្រុមហាក់បីដូចជារស់នៅជើងមេឃម្ខាងឆ្ងាយដាច់ស្រយាលពីគ្នាខ្លាំងពេកហេតុដូច្នេះហើយបានជាលោកកែសារ៉ាមិត្តអ្នកចម្រៀងដែលផ្ទុកទៅដោយវិបត្តិស្នេហ៍ផ្លូវចិត្តនឹកស្រុកកំណើតបានពោលថាភូមិកំណើតបង្កើតរូបខ្ញុំធ្លាប់រស់សុខខំឥឡូវរូបខ្ញុំស្រពោនឥតន័យលើកហាត់បួងសួងព្រះរតនត្រ័យសូមលោកប្រណីជួយដោះទុក្ខផងរដូវប្រាំងរាំងដីប្រេះក្រហាយយើយក្នុងគុំបែកចាយផងតកហើស្វែងបែងរកបាំងធំផងទួញបោខ្លួនដោយប្រត់ត្រនំហើយខ្ញុំទួញយំព្រោះព្រាត់ប្រាំស្រណោះគ្រាដើមធ្លាប់រស់ជួបជុំហើយនាំគ្នាធ្វើបន់ស្ដាប់លោកសូត្រមន្តក៏សាងសិលទានសំមានផលទុំធ្វើជាស្ពានតាមដំបូនមានព្រះពុទ្ធអវាទស្ដាយអើយសែនស្ដាយស្ដាយកាយត្រូវជាតិស្ដាយមិត្តស្ដាយញាតិស្ដាយគុណសង្សារទុំនួនជីវិតថ្លៃញឿនខ្លោចផ្សាបងស្រាយវាសនាចិន្តាខ្វាំងអោភូមិកំណើតបង្កើតនៅរូបខ្ញុំហើយធ្លាប់រងសភំអីលើរូបខ្ញុំស្រពូនឥតលើកហាត់បួងសួងព្រះរតនត្រ័យសូមលោកប្រណីជួយដងទុំកំណើតបង្កើតនៅរូបខ្ញុំហើយផ្ដុំរស់សុខខំអីលើរូបខ្ញុំស្រពូនឥតនេះលើកហាត់បួងសួងព្រះរតនត្រ័យសូមលោកប្រណីជួយដោះទុក